សួស្តីពុកម៉ែបងប្អូននេះគឺជាវីដេអូដំណើរកំសាន្តជាមួយនឹងបងក្រុមការងារដែលធ្វើដំណើរពីស្ទឹងត្រែងទៅខេត្តកោះកុងឥឡូវនេះខ្ញុំមកដល់ភ្នំពេញម៉ោង 5ខ្ញុំចាំមិត្តភក្តិខ្ញុំម្នាក់ទៀតនៅបេឡានវិរិយបុន្នធម្មយើងក៏បានចេញដំណើរពីភ្នំពេញដល់ម៉ោង 6ខ្ញុំទៅជាមួយនឹងក្រុមការងារនឹងប្រហែលជា 11 នាក់ហើយឥឡូវនេះពួកយើងកំពុងតែជិះនៅផ្លូវលបឿនលឿនមើលទេសភាពជាមើលស្រីស្អាតអញ្ចឹងណាបងប្អូនឥឡូវផុតផ្លូវលបឿនលឿនហើយបងប្អូនយើងក៏បានចោះថត selfie ដើម្បីធ្វើជាអនុស្សាវរីយ៍និងញ៉ាំអាហារពេលព្រឹកដាក់បាយចាស់ហើយយើងបន្តដំណើរតាមផ្លូវលបឿនលឿនទៅមុខហើយទេសភាពតាមផ្លូវហ្នឹងគឺស្អាតណាស់បងប្អូនដេកផងមើលទេសភាពផងឥឡូវដល់កំពង់ផែបាត់ឥឡូវកំពុងតែចាំទូកគេមកយកទៅកោះស្ដេចហ្នឹងថតយូរទៅអត់មានស្អាតផងនឹងស្កាត់ជ្រាបមានតែចិនអំឡុងពេលចាំហ្នឹងខ្ញុំដើរមើលស្អាតទៀតហើយបងប្អូនឥឡូវដល់ម៉ោងឡើងទូកហើយបងគាត់ទិញបាយទីម្ហូបទុកញ៉ាំតាមទូកហើយពលទូកទៀតអាលោកធំពេកលើកទី1ដែលបានជីទូកបងប្អូនពលអីពលទៅ